ខ្ញុំជម្រាបសួរយោខ្លួនទៀបអោកទៀបកុំស្រវាតោដៃខ្លីកុំឈោស្រវាអោនោះខ្ញុំអត់ទេខ្លួនទៀបអោកទៀបកុំស្រវាតោដៃខ្លីកុំឈោស្រវាអោនោះមនោរៈជារបស់ខ្ញុំឯងកុំចិត្តធំមកចង់ឲ្យរចេរំដួយយើងធ្លាប់និយាយជាមួយឯងថាមិនខ្លះបងមនោរៈជារបស់យើងចុះហេតុអីក៏ឯងនៅតែថ្លាមធំបែបនេះអ្នកនាងយកច្រឡំហើយក៏ប៉ុន្តែខ្ញុំអត់មានបំណងទេអត់មានបំណងតែផ្ោះចាំមានជាក់ស្ដែងលោកស្រីមានរឿងអីមាត់លោឡាបែបនេះហ៎ចាអ៊ំស្រីគឺរំដួលនេះមកបំរើមិនទាន់បានប៉ុន្មានផងចូលចិត្តប្រោវិយាចាក់បងប្រុសដល់ថ្នាក់បងប្រុសលំចិត្តមានរបស់ប្រគល់ឲ្យទៀតផងណាអ៊ំតើរបស់ស្អីហ៎ណាលោកស្រីហ៎លោកស្រីរំដួលមិនក៏រំដួលធ្វើបែបនេះរំដួលជាស្រីណាមិនក៏មកចង់ចាក់ចងកូនខ្ញុំលោកស្រីមានតែស្ដាប់ខ្ញុំនិយាយសិនតារំដួលមិនដឹងទេខ្ញុំនឹងប្រាប់ឲ្យដឹងពីវិន័យគ្រួសាររបស់ខ្ញុំបាទមកនេះលោកស្រីយករំដួលទៅធ្វើទរណកម្មតាមវិន័យគ្រួសាររបស់ខ្ញុំគឺបង្អត់បាយលោកស្រីឲ្យរៀបចំលោកស្រីទៅខ្ញុំសិនបាយជួយកូនផងលោកស្រីធ្វើបាយផងលោកស្រីចង់ដឹងមែនទេចាកូនរបស់មុំកំពុងតែចាក់តងកូនប្រុសខ្ញុំមិនប៉ុន្តែម៉ែប៉ុន្តែកូនអត់ទេមិនប៉ុន្តែកូនអត់បានធ្វើចឹងទេលោកស្រីគាត់យល់ច្រឡំលោកមិនប៉ាត់ទេរំដួលនេះជាស្អីលោកស្រីមានន័យថាម៉េចម៉ែកូនរបស់មុំទទួលយកពីកូនប្រុសខ្ញុំលោកស្រីលោកប្រុសឲ្យរបស់នឹងមកខ្ញុំពិតមែនតែដោយក្តីអាណិតមេត្តានិងមានការស្មោះត្រង់មិនមែនពាក់ព័ន្ធក្នុងផ្លូវស្នេហាទេលោកស្រីអូហ៎ខ្ញុំទទួលតែណាហើយខ្ញុំប្រាប់ទៅចាស់ណាមុំចាបើសិនជាមុំមិនចេះបដៅកូនទេចាំខ្ញុំជួយបដៅក៏បានប៉ុន្តែមុំត្រូវដឹងថាសម្ដីគេនិយាយគេថាអំបោសជាតិមេជាតិសពុះកុំឲ្យថាឈើជុំមិនឆ្ងាយពីកូនណាមុំកូនធំប៉ុណ្ណេះហើយឯណាឪពុកហើយចាំសម្ដីខ្ញុំឲ្យច្បាស់ណាមុំកូនប្រុសខ្ញុំមានតែមួយបើខ្ញុំចង់យកនារីណាធ្វើជាកូនប្រសាខ្ញុំតើតែខ្ញុំពេញចិត្តអូកូនហើយកូនម៉ែប្រតាវត្តអីកូនឯងមិនស្ដាប់ទៅមួយកូនឯងឃើញម៉ែពិបាកឃើញម៉ែជើងបានជាកូនឯងធ្វើបែបហ្នឹងកូនអត់ទេម៉ែស្រវាអីស្រវាម្លេះកូនស្រីម្ដាយកូនឯងអត់ស្ដាប់ម៉ែរំដួលម៉ែកូនជឿម៉ែក៏គាត់ច្រើនពេកម៉ែកំពុងមានជំងឺខ្ញុំអត់បានជួយជ្រោះទៅណាម៉ែជឿកូនចោលបន្តម៉ែប្រុសតែព្រួយរឿងកូនម៉ែកូនជឿ
មិនបានធ្វើម៉ែអើយដូចវិញ្ញាសំដីគិតនឹងគិតកូនស្រីស្លុតស្មារតីខ្លួនឯងម៉ែអើយដឹងខ្លួនឡើងស្ដាប់កូនសិនមកអត់បានពាក់ព័ន្ធរឿងស្នេហ៍ម៉ែអើយសូមម៉ែឈប់ស្លុតណាលោកស្រីមេត្តាខ្ញុំនិយាយពីពិតណាលោកស្រីអើយអាណិតណាយល់ចិត្តខ្ញុំនឹងម៉ែផងអត់ស្រីធ្វើតាមវិន័យគ្រួសារលេរំដួលអ្នកដែលធ្វើខុសតែទៅទួលទៅបែបហ្នឹងលោកស្រីសូមទៅតាមខ្ញុំផងពួកកៅអោវាចេញទៅមកផងគាត់ទេវិន័យមិនអើយកុំអើយលោកស្រីនៅមិនមែនតែខ្ញុំទេលោកស្រីលោកប្រុសជួយម៉ែខ្ញុំផងជួយផងលោកប្រុសជួយខ្ញុំផងចាកូនអត់អីបានស្រួលធ្វើបែបនេះម៉ែមើលចុះគួរឲ្យអាណិតណាស់រឿងសុទ្ធតែជាមានហេតុម៉ែគ្រាន់តែស្ដាប់សម្ដីរបស់គេម៉ែអត់បានពិចារណាបើម៉ែចូលចិត្តប្រកាន់ចិត្តបែបនេះកូនប្រុសជាទីស្រឡាញ់របស់ម៉ែម្នាក់នេះក៏មិនអាចនៅក្នុងផ្ទះបានទៀតដែរកូនលាម៉ែសិនហើយកូនចាំម្ដាយកូនប្រំដាយតែមួយកូនប្រំដាយតែមួយស្ដាប់ម៉ែណាកូនមូលហេតុដែលម៉ែធ្វើបែបនេះគឺម៉ែចង់ឲ្យកូនល្អកូនដើរសួរចឹងអ្នកម្ដាយគ្រប់គ្នាមើលតើម្ដាយណាហ៎តែមិនចង់ឲ្យកូនមាននោះទើបម៉ែធ្វើបែបហ្នឹងណាកូនណាខ្ញុំដឹងថាអ្នកម៉ែធ្វើគ្រប់យ៉ាងចង់ឲ្យខ្ញុំល្អចង់ឲ្យខ្ញុំមានបានតែខ្ញុំក៏មិនចង់ឃើញមនុស្សតែមានចរិតស្លូតត្រង់រងភាពអយុត្តិធម៌ចឹងដែរម៉ែដឹងទេទ្រព្យសម្បត្តិគេអាចទិញដូរក៏ប៉ុន្តែអំពើល្អមិនងាយនឹងអាចទិញបានទេ